ដំណឹងថ្មីបន្តទៅទៀតក្រោយពីលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក Donald Trump បានប្រាប់ Fox News and Friends ថាអាមេរិកកាំងប្រុងកាន់កាប់ច្រកសមុទ្រ Hormuz មកខាងអ៊ីរ៉ានបានឆ្លើយតបវិញថានឹងដុតតំបន់នឹងឲ្យឆេះភ្លើងសន្ធោសន្ធៅហើយបានបដិសេធថាអាមេរិកកាំងគ្មានសិទ្ធិអំណាចអ្វីចូលកាន់កាប់តំបន់ច្រកសមុទ្រ Hormuz ទេកម្ដៅឡើងរឹតតែក្ដៅនៅក្នុងសង្គ្រាមអ៊ីស្រាអែលអាមេរិកនិងអ៊ីរ៉ានរកទីបញ្ចប់គ្មានការគំរាមកំហែងរបស់អ៊ីរ៉ានមកលើស្ថិរភាពនៃផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រ Hormuz នេះកំពុងតែឡើងកម្ដៅខ្លាំងនៅពេលដែលប្រេងឆៅនៅក្នុងទីផ្សារអន្តរជាតិថ្ងៃច័ន្ទនេះកំពុងតែឡើងថ្លៃជាងមុនខ្លាំងឡើងនេះគឺជាព្រឹត្តិការណ៍ដែលគួរចាប់អារម្មណ៍តាក់ទងនឹងវិបត្តិថាមពលនិងសេដ្ឋកិច្ចពិភពលោក